គេអញ្ចឹងអញគិតថាអញងាយរងគ្រោះមែនពេលនោះពួកយើងកំពុងតែញ៉ាំយ៉ាងឆ្ងាញ់តាចៅញ៉ាំតតែប្រឡាក់ពេញមាត់បងជេងសាច់អាំងនេះអែមណាស់ខាំមួយម៉ាត់ចេញខ្លាញ់ឆ្ងាញ់ជាងហាងតាឆាំង800ដងអាលីដែលជាតែកងណាំក្មេងក៏កាន់ចានបាយឆ្នាំងឈើដើមមកបងជេងបាយពូហេងនេះបានច្រើនណាស់ថែមបាយមិនគិតលុយទៀតកាលនៅហាងតាឆាំងបាយមួយចាន3រៀលតិចមើលមិនចង់ឃើញខ្ញុំញឹមមើលពួកគាត់ញ៉ាំយ៉ាងឆ្ងាញ់ញ៉ាំឲ្យឆ្អែតថ្ងៃនេះក្រុមហ៊ុនចេញលុយថ្ងៃក្រោយបើមិនចេញឡានទេអាហារសម្រន់ពេលយប់គឺស្តង់ដារបែបនេះឯងបរិវេណធ្វើការពេលនេះពោពេញដោយសម្លេងសើចសប្បាយកូនចៅរាប់សិបនាក់អង្គុយជុំគ្នាជែកលេងបរិយាកាសអ៊ូអរជាងចូលឆ្នាំទៅទៀតស្រាប់តែពេលនោះទ្វារដីខាងក្រៅត្រូវបានគេធាក់បើកយ៉ាងខ្លាំងតាឆាំងនិងកូនចៅប៉ុន្មាននាក់ដើរចូលមកដោយកំហឹងអាលឹមជេងឯងចេញមកតាឆាំងឯងឈួតទេអីហ៊ានមករករឿងដល់កន្លែងយើងចង់មកមែនគ្រាន់តែនិយាយចប់តែកងឡានទាំងអស់ក៏ក្រោកឈររំជុំចិត្តដោយសារធ្លាប់បើកឡានតាមផ្លូវយូរឆ្នាំកម្លាំងសាច់របស់ពួកគេធ្វើឲ្យបរិយាកាសតានតឹងភ្លាមកូនចៅតាឆាំង3នាក់ភ័យឡើងញ័រជើងថយក្រោយដោយមិនដឹងខ្លួនតែតាឆាំងកំពុងតែខឹងសម្បាខ្លាំងដោយសារតែប៉ុន្មានថ្ងៃនេះលក់មិនដាច់រហូតដល់បាត់បង់សឹកគាត់មើលទៅរថយន្តលក់ម្ហូបតែកំពុងតែដាច់ស្តុកហើយមើលទៅចង្កាក់សាច់អាំងប្រឡាក់ធូលីភ្នែកគាត់ឡើងក្រហមញ៉ាំនៅក្នុងគំនិតគាត់លុយទាំងនេះគួរតែចូលក្នុងហោប៉ៅគាត់លឹមជេងអញកុំមកធ្វើចរិតថៅកែនៅទីនេះអញមានកន្លែងណាដែលសុំទោសឯងមិនត្រឹមតែបិទផ្លូវរកស៊ីអញថែមទាំងហៅពួកអាណាថាចូលមកលក់ទីនេះទៀតដណ្ដើមមួយអញធ្វើបែបនេះអញយល់ពីច្បាប់ទម្លាប់ទេខ្ញុំសើចំអកមួយម៉ាត់ហើយដើរទៅខាងមុខគេតាឆាំងច្បាប់របស់ខ្ញុំគឺសាមញ្ញណាស់អ្នកណាចាត់ទុកកូនចៅខ្ញុំជាមនុស្សខ្ញុំឲ្យអ្នកនោះចំណេញលុយអ្នកណាចាត់ទុកយើងជាមនុស្សល្ងងខ្ញុំនឹងវាបំបីឆ្នាំងបាយអ្នកនោះកុំមកនិយាយផ្ដេសផ្ដាសអញស៊ីឡៃអញត្រង់ណាគ្រាន់តែប្រអប់ខ្ចប់ប៉ុន្មាននឹងដល់ថ្នាក់នឹងផងរដងអញមកមិនមែនអញស្វាគមន៍រាក់ទាក់ទេអីមិនមែនទុកកន្លែងល្អបំផុតឲ្យទេអីឥឡូវអញបាយជាមិនយកយកតតែសោះទឹកមុខខ្ញុំចាប់ដើមប្រែជាត្រជាក់អ៊ូតាឆាំងខ្ញុំបំរុងទុកមុខឲ្យអញខ្លះទេទឹកទន្លេមិនជ្រៀតជ្រែកទឹកអណ្ដូងខ្ញុំដើរផ្លូវខ្ញុំអញរកលុយទុកជ្រិតរបស់អញបន្តទៀតទៅតែថ្ងៃនេះដោយសារអញហ៊ាននាំមនុស្សមកធាក់ទ្វារកន្លែងខ្ញុំអញ្ចឹងរឿងនេះមិនអាចចប់នេះទេតាឆាំងឃើញកែវភ្នែកខ្ញុំក៏រៀងភ័យអញចង់ធ្វើអីអញប្រាប់អញលឹមជេងវីមនុស្សខុសច្បាប់ណាវីអញខ្លាចតែប្រឡាក់ដៃកូនចៅខ្ញុំទេខ្ញុំងាកទៅមើលអ្នកនៅខាងក្រោយអាសៀវទៅការិយាល័យយកស្រោមសម្បត្តិដែលខាងកណេឲ្យយកមកឲ្យអំបញ្ញមិញមកមិនដល់1នាទីផងអាសៀវក៏កាន់ស្រោមសម្បត្តិមួយយ៉ាងក្រាស់រត់ត្រឡប់មកវិញខ្ញុំទាញយកវិក័យប័ណ្ណមួយបាច់និងរូបថតប៉ុន្មានសន្លឹកចេញមកតាឆាំងអញមិនមែនចង់បានការបញ្យល់ទេអីយប់នេះយើងគិតបញ្ជី5ឆ្នាំនេះទាំងដាំទាំងកានៅមុខបងប្អូនទាំងអស់គ្នាទូទាត់ឲ្យច្បាស់លាស់តែម្ដងលឹមជេងអញកុំមកធ្វើពុតនៅទីនេះអញរកស៊ីត្រឹមត្រូវអញមានបញ្ជីស្អីមកអាងហេត្រឹមត្រូវណាស់ណោះខ្ញុំសើចំអប់រួចគប់វិក័យប័ណ្ណនិងរូបថតចំទ្រូងគាត់ក្រដាស់ជុះរីប៉ៃពេញដីតែកងឡានដែលនៅជិតនោះអន់មើលទឹកមុខក៏ប្រែប្រួលភ្លាមក្រុមហ៊ុនយើងដឹកជញ្ជូនសាច់ស្រស់អញគិតថាអញទិញសាច់ពីណាយើងមិនដឹងមែនទេតាសុននៅកន្លែងខ្លះសេសាច់ខែមុនលក់សាច់កំទេចកំទីឲ្យអញ3តោនសាច់វិននិងសាច់ជិតផុតកំណត់តម្លៃដាំតែ6រៀលកន្លះ1គីឡូដល់ដៃឯងគ្រាន់តែលាបខ្លាញ់ជៀម2លើកប្រែរូបរាងភ្លាមខ្លាចជាសាច់ជៀមអាំងតម្លៃ68រៀលមួយចានគ្រាន់តែបែបនេះគ្រប់គ្នាស្រឡាំងតាំងតាឆាំងភ័យរហូតដល់ថយក្រោយពីជំហានសម្លេងប្រកែករបស់គាត់ចាប់ផ្ដើមញ័រអញចោទប្រកាន់ផ្ដេសផ្ដាសនៅលើថងនោះគ្រាន់តែសរសេរឈ្មោះតាសុនបានអីមកបញ្ជាក់ថាអញអ្នកទិញហាងអញប្រើតែសាច់ស្រស់ទេខ្ញុំសើយ៉ាងត្រជាក់រួចដករូបថតពីរបីសន្លឹកចេញពីស្រោមសម្បត្តិម្ដងទៀតនេះជារូបថតដែលអ្នកលាងចានហាងអញថតទុករយប់ទៀតកូនចៅអញតែងតែយកស្រាបៀរតែភ្ញៀវផឹកមិនអស់ចាក់ចូលធំមួយលីជាមួយទឹកម៉ាស៊ីនបាញ់អ៊ូស្មានចូលបន្តិចរួចយកមកឲ្យកូនចៅខ្ញុំផឹកបន្តទៀតមើលរូបនេះមួយទៀតថ្ងៃទី13ខែមុនថ្ងៃបើកប្រាក់ខែបងប្អូនយើងកំងត្រីអាំងមួយក្បាលក្នុងវិក័យប័ណ្ណដាក់ថាជិត6គីឡូកូនចៅខ្ញុំថ្លឹងអីវ៉ាន់រាល់ថ្ងៃច្បាស់រឿងទម្ងន់ណាស់ពួកគាត់គិតថានៅពេលនោះត្រីនោះយ៉ាងច្រើនត្រឹម3គីឡូកន្លះទេថ្ងៃបន្ទាប់ទៀតខ្ញុំឲ្យគេទៅឆែកជញ្ជីងនៅហាងអញការពិតវាជាជញ្ជីងបញ្ជាដោយតេឡេគ្រាន់តែទៅតេឡេមួយត្រីងាប់3គីឡូកន្លះខ្លាយជាចិត្ត6គីឡូភ្លាមកំហឹងរបស់បងប្អូនយើងលែងទុកបានទៀតហើយមែនហើយអាឆាំងពួកយើងចំណាយលុយញើសឈាមអញហ៊ានបោកប្រាស់ពួកយើងបែបនេះអញគ្មានមុនសកាទេអីបើគុំតែខ្ញុំខាត់ពួកគាត់ប្រកាសជាស្ទុះទៅវីតាឆាំងមិនខានតាឆាំងភ័យស្លន់ស្លោថៅកែលឹមបងចេញនេះគ្រាន់តែជាការយកច្រឡំទេថ្មីនេះថ្លៃឈ្នួលហាងឡើងថ្លៃពេកខ្ញុំក៏ផន់គំនិតមួយពេលខ្ញុំកែខ្ញុំច្បាស់ជាកែប្រែលុយខុសគ្នា5ឆ្នាំនេះខ្ញុំសងវិញសងគុណនឹង2តាបានទេបងកុំបញ្ចេញរឿងនេះឲ្យគេដឹងអីសងលុយអញគិតថាអញខ្វះលុយអញមែនតាឆាំងចាប់តាំងពីយប់មិញតែអញហ៊ានយកលុយ15រៀលថ្លៃប្រអប់ក្នុងភ្នែកខ្ញុំអញប្រៀបដូចជាមនុស្សស្លាប់បាត់ទៅហើយនាំមនុស្សរបស់អញចេញពីកន្លែងខ្ញុំទៅតាឆាំងទាំងស្មារតីទាំងស្រុងកូនចៅប៉ុន្មានអ្នកត្រូវគ្រាមកតែចេញពីទីនេះទាំងប្រដាប់ត្រដួសថ្ងៃបន្ទាប់តាឆាំងមិនបានដេកពេញមួយយប់ភ្នែកឡើងក្រហមក្នុងចិត្តគាត់នៅមានសង្ឃឹមតិចតួចថាបើជូតស្លាកយីហោឲ្យស្អាតធ្វើប្រូម៉ូសិនបញ្ចុះតម្លៃ20%ហើយមួយចាស់មកវិញហាងនេះប្រហែលជានៅអាចបន្តបានគាត់ស្រែកប្រាប់បុគ្គលិកដែលទើបមកដល់ទៅបើកភ្លើងស្លាកយីហោយកផ្ដាទៅចងនៅខាងក្រៅស្រាប់តែពេលនោះមានរថយន្តប៉ូលីសមួយគ្រឿងបាត់មកជុំមកខាងមន្ត្រីប៉ូលីសប៉ុន្មានអ្នកដើរមកដោយទឹកមុខមើងម៉ាត់តាឆាំងដឹងខ្លួនថាមានរឿងមិនស្រួលប្រញាប់ដើរទៅស្វាគមន៍ក្បងទឹកប្រលឹមបែបនេះមានរឿងអីយកច្រឡំទេដឹងហាងខ្ញុំរកស៊ីត្រឹមត្រូវណាស់ណាបងប្អូនត្រឹមត្រូវរាល់ឆ្នាំពួកយើងទទួលបានពាក្យបណ្ដឹងថាហាងលោកប្រើប្រាស់សាច់ខូចគុណភាពលួចបន្លំគីឡូនិងគិតលុយខុសច្បាប់ឥឡូវនេះយើងត្រូវធ្វើការចែកចាយតាមច្បាប់ត្រឹមតែ10នាទីប៉ុណ្ណោះនៅផ្ទះបាយមានសម្លេងក្អួតចង្អោរមន្ត្រីម្នាក់យកដៃទុបច្រមុះតែចេញពីបន្ទប់ខ្លាសេសាច់ទីងថងផ្លាស្ទិកពណ៌ខ្មៅធំពីរចេញមកពេលស្រាយមាត់ថងក្លិនស្អុយរលួយយ៉ាងខ្លាំងលីឡំជាមួយក្លិនគ្រឿងទេសខ្លាំងៗជាក្លិនពេញទីនោះថៅកែវាងតើនេះហើយជាសាច់ជៀមតម្លៃ68រៀលដែលលោកលក់នោះតើលោកមានអ្វីចង់បញ្យល់គេអំពីទង្វើបន្លំភ្នែកដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអតិថិជននេះទេតាឆាំងបែកញើសពន់ក្របពោតឆ្លើយទាំងរដាក់រដប់នេះសម្រាប់ឲ្យឆ្កែស៊ីទេមែនហើយគឺទុកឲ្យឆ្កែខ្ញុំស៊ីទេចំណេះឆ្កែយកមកផ្លាស់ស្លាយជាមួយសាច់រ៉ាមែនមេប៉ូលីសសើចចំអប់រួចយកជញ្ជីងក្លឹងពីលើទៅមកចុះលោកបញ្យល់ខ្ញុំបន្តិចមើលក៏ជញ្ជីងស៊ីឡានេះសម្រាប់ក្លឹងជំនីកែដែរមែនទេបន្ទាប់មកគាត់លូកដៃទៅប៉ះជញ្ជីងយកតេឡេបញ្ជាមួយចេញមកគប់ទៅលើតុភុស្តាំងរឹងមាំហាងត្រូវបានបិទនិងបិទស្លាប់អាជីវកម្មព្រាមពេលល្ងាចតាឆាំងអង្គុយក្រៀមក្រំនៅលើកាំជណ្ដើរមុខហាងពេលនោះមានរថយន្តទំនិញមួយគ្រឿងមកជុំមនុស្ស3នាក់ដើរចុះពីឡានសុទ្ធតែជាអ្នកផ្គត់ផ្គង់អីវ៉ាន់ឲ្យតាឆាំងពូលើអ្នកលក់ស្រាបៀរទេវិក័យបាត់លើមុខតាឆាំងតែម្ដងអាឆាំងពួកយើងឃើញព័ត៌មានអស់ហើយហាងអញ